ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ពពកថាយើងជាប្រជាជននៃរដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍តំណាងដោយប្រមុខរដ្ឋឬរដ្ឋាភិបាលនៃប្រទេសប្រុយណេដារូសាឡាំព្រះរាជាណាចក្រកម្ពុជាសាធារណរដ្ឋឥណ្ឌូនេស៊ីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវម៉ាឡេស៊ីសហភាពមីយ៉ាន់ម៉ាសាធារណរដ្ឋហ្វីលីពីនសាធារណរដ្ឋសិង្ហបុរីព្រះរាជាណាចក្រថៃឡង់និងសាធារណរដ្ឋសង្គមនិយមវៀតណាមដោយកត់សម្គាល់ប្រកបដោយសេចក្តីពេញចិត្តចំពោះសមិទ្ធផលអានោះអត់មានស្អីទេណាសមិទ្ធមិនមែនសមិទ្ធិទេគឺសមិទ្ធផលសំខាន់នឹងការពង្រីករបស់អាស៊ានចាប់តាំងពីការបង្កើតសមាគមនេះនៅទីក្រុងបាងកកតាមរយៈការប្រកាសជាផ្លូវការនៅសេចក្តីថ្លែងការណ៍អាស៊ានដោយរំលឹកឡើងវិញនៅសេចក្តីសម្រេចចិត្តបង្កើតធម្មនុញ្ញអាស៊ានដែលកំណត់ក្នុងកម្មវិធីសកម្មភាពទីក្រុងវៀងច័ន្ទសេចក្តីថ្លែងការណ៍ទីក្រុងកូឡាឡាំពួរស្តីពីការបង្កើតធម្មនុញ្ញអាស៊ាននិងសេចក្តីថ្លែងការណ៍ទីក្រុងសេប៊ូស្តីពីផែនការលម្អិតនៃធម្មនុញ្ញអាស៊ានដោយយកចិត្តទុកដាក់ចំពោះអត្ថិភាពនៃផលប្រយោជន៍និងការពឹងពាក់គ្នាទៅវិញទៅមកក្នុងចំណោមប្រជាជននិងរដ្ឋសមាជិកអាស៊ាននៅតាមភូមិសាស្ត្រគោលដៅរួមនិងជោគវាសនារួមគ្នាដោយបានយល់ច្បាស់និងរួបរวมគ្នាក្រោមចក្ខុវិស័យមួយអត្តសញ្ញាណមួយនិងសហគមន៍មួយដែលរួមរស់ជាមួយគ្នាប្រកបដោយសុភមង្គលដោយរួបរวมគ្នាក្នុងគោលបំណងនិងឆន្ទៈរួមដើម្បីរស់នៅក្នុងតំបន់មួយប្រកបដោយសន្តិភាពសន្តិសុខនិងស្ថិរភាពយូរអង្វែងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពវិបុលភាពរួមនិងវឌ្ឍនភាពសង្គមនិងដើម្បីលើកតម្កើងសារៈប្រយោជន៍ជាសារវ័នឧត្តមគតិនិងបំណងប្រាថ្នារបស់យើងដោយគោរពចំពោះសារៈសំខាន់ជាមូលដ្ឋាននៃមិត្តភាពសហប្រតិបត្តិការនិងគោលការណ៍អធិបតេយ្យភាពសមភាពបូរណភាពទឹកដីការមិនជ្រៀតជ្រែកពីការផ្ទៃក្នុងគោលការណ៍កុងសង្ស៊ីសនិងការឯកភាពក្នុងពហុភាពដោយប្រកាន់ខ្ជាប់នៅគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋនិងអភិបាលកិច្ចល្អការគោរពនិងកិច្ចការពារសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានដោយមានការសម្រេចចិត្តថានឹងធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាពដើម្បីផលប្រយោជន៍សម្រាប់ពេលបច្ចុប្បន្ននិងអនាគតរបស់មនុស្សជំនាន់ក្រោយនិងចាត់ទុកភាពសុខដុមរមនាជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាជនជាចម្បងក្នុងដំណើរការកសាងសហគមន៍អាស៊ានដោយមានជំនឿជឿជាក់ទៅលើដំណើរការចាំបាច់ក្នុងការពង្រឹងចំណងសាមគ្គីភាពក្នុងតំបន់ដើម្បីសម្រេចបាននៅសហគមន៍អាស៊ានដែលមានការរួបរวมផ្នែកនយោបាយសមាហរណកម្មសេដ្ឋកិច្ចនិងការទទួលខុសត្រូវសង្គមដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការប្រឈមនិងកាលានុវត្តភាពក្នុងពេលបច្ចុប្បន្ននិងទៅអនាគតដោយបញ្ញាចិត្តពង្រឹងការកសាងសហគមន៍តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងសមាហរណកម្មតំបន់ជាពិសេសតាមរយៈការបង្កើតសហគមន៍អាស៊ានដែលរួមមានសហគមន៍សន្តិសុខអាស៊ានសហគមន៍សេដ្ឋកិច្ចអាស៊ាននិងសហគមន៍សង្គមវប្បធម៌អាស៊ានដោយដែលបានចែងក្នុងសេចក្តីថ្លែងការណ៍ទីក្រុងបាលីនៃកិច្ចស្រុះស្រួលអាស៊ានទី2អាស្រ័យហេតុនេះតាមធម្មនុញ្ញនេះសម្រាប់បង្កើតក្របខ័ណ្ឌច្បាប់និងស្ថាប័នសម្រាប់អាស៊ានហើយដើម្បីសម្រេចគោលដៅនេះប្រមុខរដ្ឋឬរដ្ឋាភិបាលនៃរដ្ឋសមាជិកអាស៊ានបានជួបប្រជុំគ្នានៅប្រទេសសិង្ហបុរីនាឱកាសជាប្រវត្តិសាស្ត្រនៃខួបអនុស្សាវរីយ៍លើកទី40នៃការបង្កើតអាស៊ានបានឯកភាពលើធម្មនុញ្ញនេះជំពូកទី1គោលបំណងនិងគោលការណ៍មាត្រា1អំពីគោលបំណងរបស់អាស៊ានគឺ1ថែរក្សានិងលើកកម្ពស់សន្តិភាពសន្តិសុខនិងស្ថិរភាពនិងពង្រឹងថែមទៀតនៅតម្លៃចំពោះទៅរកសន្តិភាពក្នុងតំបន់2លើកកម្ពស់ភាពរឹងមាំនៃតំបន់តាមរយៈការជំរុញឲ្យកាន់តែខ្លាំងថែមទៀតនៅសហប្រតិបត្តិការផ្នែកនយោបាយសន្តិសុខសេដ្ឋកិច្ចនិងសង្គមវប្បធម៌3រក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរនិងគ្មានអាវុធប្រឡាយលោកផ្សេងទៀត4ធានាថាប្រជាជននិងរដ្ឋសមាជិកអាស៊ានរស់នៅប្រកបដោយសន្តិភាពជាមួយពិភពលោកទាំងមូលក្នុងបរិយាកាសយុត្តិធម៌ប្រជាធិបតេយ្យនិងភាពសុខដុមរមនា5បង្កើតទីផ្សាររួមមួយនិងមូលដ្ឋានផលិតកម្មរួមដែលមានស្ថិរភាពវិបុលភាពមានការប្រកួតប្រជែងខ្ពស់ក្នុងសមាហរណកម្មសេដ្ឋកិច្ចជាមួយនឹងការសម្របសម្រួលដ៏មានប្រសិទ្ធភាពសម្រាប់ពាណិជ្ជកម្មនិងការវិនិយោគដែលក្នុងនោះមានលំហូរដោយសេរីនៅទំនិញសេវាកម្មនិងវិនិយោគសម្រួលចលនាពាណិជ្ជករអ្នកមានវិជ្ជាជីវៈអ្នកមានទេពកោសល្យនិងពលករនិងលំហូរដោយម្ចាស់ការនិទុន6កាត់បន្ថយភាពក្រីក្រនិងបង្រួមគម្លាតនៃការអភិវឌ្ឍនៅក្នុងតំបន់អាស៊ានតាមរយៈការជួយគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការ7ពង្រឹងលទ្ធិប្រជាធិបតេយ្យលើកកម្ពស់អភិបាលកិច្ចល្អនិងនីតិរដ្ឋការពារនិងលើកកម្ពស់សិទ្ធិមនុស្ស
និងសេរីភាពជាមូលដ្ឋានដោយយកចិត្តទុកដាក់ចំពោះសិទ្ធិនិងការទទួលខុសត្រូវរបស់រដ្ឋសមាជិកអាស៊ាន 8. ឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅតាមគោលការណ៍នៃសន្តិសុខពេញលេញចំពោះការគម្រាមកំហែងគ្រប់រូបភាពឧក្រិដ្ឋកម្មឆ្លងដែននិងបញ្ហាប្រឈមឆ្លងដែននានា 9. លើកស្ទួយការអភិវឌ្ឍប្រកបដោយចីរភាពដើម្បីធានាការការពារបរិស្ថានតំបន់និរន្តរភាពនៃធនធានធម្មជាតិនិងការអភិរក្សមរតកវប្បធម៌និងគុណភាពនៃជីវភាពរស់នៅខ្ពស់របស់ប្រជាជន 10. អភិវឌ្ឍធនធានមនុស្សតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងការអប់រំនិងការសិក្សាក្នុងមួយជីវិតនិងលើផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីផ្ដល់ជូនប្រជាជនអាស៊ាននិងការពង្រឹងសហគមន៍អាស៊ាន 11. លើកកម្ពស់សុខដុមរមនានិងជីវភាពរស់នៅរបស់ប្រជាជនអាស៊ានដោយការផ្ដល់ឲ្យនៅលទ្ធភាពទទួលបានសមភាពក្នុងការអភិវឌ្ឍមនុស្សសុខុមាលភាពសង្គមនិងយុត្តិធម៌ 12. ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាងបរិស្ថានប្រកបដោយសុវត្ថិភាពសន្តិសុខនិងភាពគ្មានគ្រឿងញៀនសម្រាប់ប្រជាជនអាស៊ាន 13. ជំរុញការយកចិត្តទុកដាក់ដល់ប្រជាជនអាស៊ានក្នុងនោះគ្រប់ផ្នែកទាំងអស់នៃសង្គមត្រូវបានលើកទឹកចិត្តឲ្យចូលរួមនិងទទួលយកផលប្រយោជន៍ពីដំណើរការសមាហរណកម្មនិងការកសាងសហគមន៍អាស៊ាន 14. លើកកម្ពស់អត្តសញ្ញាណអាស៊ានតាមរយៈការជំរុញឲ្យចម្រើនឡើងនូវការយល់ដឹងអំពីវប្បធម៌និងមរតកចម្រុះក្នុងតំបន់ 15. ថែរក្សាទូនាទីស្នូលដ៏សកម្មរបស់អាស៊ានជាកម្លាំងចលករដ៏សំខាន់ក្នុងទំនាក់ទំនងនិងសហប្រតិបត្តិការរបស់ខ្លួនជាមួយដៃគូក្រៅតំបន់ក្នុងស្ថាបត្យកម្មតំបន់ប្រកបដោយភាពបើកចំហតម្លាភាពនិងការរួមបញ្ចូលគ្នា មាត្រា 2 អំពីគោលការណ៍ 1 ដោយយោងតាមគោលបំណងដែលបានចែងក្នុងមាត្រា 1 អាស៊ាននិងរដ្ឋសមាជិករបស់ខ្លួនអះអាងជាថ្មីនិងប្រកាន់ខ្ជាប់នៅគោលការណ៍ជាមូលដ្ឋានដូចមានចែងនៅក្នុងសេចក្តីថ្លែងការណ៍កិច្ចព្រមព្រៀងអនុសញ្ញាសន្ធិសញ្ញាកិច្ចស្រុះស្រួលនិងលិខិតតូបករដទៃទៀតរបស់អាស៊ាន 2. អាស៊ាននិងរដ្ឋសមាជិកត្រូវអនុវត្តឲ្យស្របតាមគោលការណ៍ដូចខាងក្រោម ក គោរពឯករាជ្យភាពអធិបតេយ្យភាពសមភាពបូរណភាពទឹកដីនិងអត្តសញ្ញាណជាតិនៃរដ្ឋសមាជិកអាស៊ានទាំងអស់ ខ ចូលរួមការបដិញ្ញាចិត្តនឹងការទទួលខុសត្រូវរួមគ្នាក្នុងការលើកកម្ពស់សន្តិភាពសន្តិសុខនិងវិបុលភាពក្នុងតំបន់ គោបដិសេធនៅអំពើឈ្លានពាននឹងការគំរាមកំហែងនិងការប្រើប្រាស់កម្លាំងឬសកម្មភាពទាំងឡាយណាក្នុងលក្ខណៈដែលមិនសមស្របតាមច្បាប់អន្តរជាតិ ខ ប្រកាន់យកដំណោះស្រាយចំនួនដោយសន្តិវិធី ង មានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋសមាជិកអាស៊ាន ច គោរពសិទ្ធិរបស់រដ្ឋសមាជិកនីមួយៗក្នុងការដឹកនាំអធិភាពជាតិរបស់ខ្លួនដោយពុំមានការជ្រៀតជ្រែកពីខាងក្រៅការធ្វើវិធានសនានិងការបង្ខិតបង្ខំ ឆ លើកកម្ពស់ការពិគ្រោះយោបល់លើបញ្ហាធ្ងន់ធ្ងរទាំងឡាយដែលមានឥទ្ធិពលប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់អាស៊ាន ចូលប្រកាន់ខ្ជាប់នៅនីតិរដ្ឋអភិបាលកិច្ចល្អគោលការណ៍ប្រជាធិបតេយ្យនិងរដ្ឋាភិបាលអាស្រ័យដោយធម្មនុញ្ញ ឈ គោរពសេរីភាពជាមូលដ្ឋានលើកស្ទួយនឹងការពារសិទ្ធិមនុស្សនិងលើកកម្ពស់យុត្តិធម៌សង្គម ញ លើកដំកើងធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិរួមទាំងច្បាប់មនុស្សធម៌អន្តរជាតិនានាដែលរដ្ឋសមាជិកអាស៊ានទាំងអស់បានយល់ព្រម ដ មិនចូលរួមក្នុងគោលនយោបាយឬសកម្មភាពណាមួយដែលរួមមានការដាក់ឲ្យប្រើប្រាស់នៅទឹកដីរបស់ខ្លួនឲ្យរដ្ឋសមាជិកអាស៊ានឬរដ្ឋមិនមែនជាសមាជិកអាស៊ានឬឲ្យតួអង្គដទៃទៀតដែលពុំមែនជារដ្ឋគំរាមកំហែងដល់អធិបតេយ្យភាពបូរណភាពទឹកដីឬស្ថិរភាពសេដ្ឋកិច្ចនិងនយោបាយរបស់រដ្ឋសមាជិកអាស៊ាន ថ គោរពវប្បធម៌ផ្សេងៗគ្នាភាសានិងសាសនារបស់ប្រជាជនអាស៊ានដោយសង្កត់ធ្ងន់ទៅលើតម្លៃរួមក្នុងស្មារតីភាពឯកភាពក្នុងពហុភាព ដូភាពជាស្នូលរបស់អាស៊ានក្នុងកិច្ចទំនាក់ទំនងខាងក្រៅផ្នែកនយោបាយសេដ្ឋកិច្ចសង្គមនិងវប្បធម៌ដោយរក្សាការចូលរួមដ៏សកម្មការសម្លឹងមើលចំពោះទៅខាងក្រៅភាពរួមបញ្ចូលគ្នានិងភាពមិនរើសអើងនិងថោប្រកាន់ខ្ជាប់នៅវិធានពាណិជ្ជកម្មពហុភាគីនិងរបបផ្អែកលើមូលដ្ឋានច្បាប់របស់អាស៊ានដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនៅកិច្ចខិតខំប្រឹងប្រែងផ្នែកសេដ្ឋកិច្ចនិងកាត់បន្ថយជាវិជ្ជមានចំពោះទៅលើបំបត្តិរបាំងទាំងស្រុងសម្រាប់សមាហរណកម្មសេដ្ឋកិច្ចតំបន់សេដ្ឋកិច្ចទីផ្សារចំពោះទី2បុគ្គលភាពគតិយុត្តមាត្រា3អំពីបុគ្គលភាពគតិយុត្តរបស់អាស៊ានដែលជាអង្គការអន្តររដ្ឋាភិបាលមួយត្រូវបានផ្ដល់បុគ្គលិកលក្ខណៈជាបុគ្គលភាពគតិយុត្តចំពោះទី3សមាជិកភាពមាត្រា4អំពីរដ្ឋសមាជិកអាស៊ានមានប្រទេសប្រុយនីដារូសាឡឹមព្រះរាជាណាចក្រកម្ពុជាសាធារណរដ្ឋឥណ្ឌូនេស៊ីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវម៉ាឡេស៊ីសហភាពមីយ៉ាន់ម៉ាសាធារណរដ្ឋហ្វីលីពីនសាធារណរដ្ឋសិង្ហបុរីព្រះរាជាណាចក្រថៃឡង់និងសាធារណរដ្ឋសង្គមនិយមវៀតណាមមាត្រា5អំពីសិទ្ធិនិងកាតព្វកិច្ច1ក្រោមធម្មនុញ្ញនេះរដ្ឋសមាជិកអាស៊ានទាំងអស់មានសិទ្ធិនិងកាតព្វកិច្ចស្មើៗគ្នា2រដ្ឋសមាជិកត្រូវចាត់គ្រប់វិធានការចាំបាច់រួមទាំងការអនុម័តច្បាប់ក្នុងស្រុករបស់ខ្លួនឲ្យមានលក្ខណៈសមស្របដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពនៅបទបញ្ញត្តិនៃធម្មនុញ្ញនេះនិងឲ្យបានសមស្រប
គ្រប់កាតព្វកិច្ចនៃសមាជិកភាព3ក្នុងករណីមានការរំលោភធ្ងន់ធ្ងរឬមានគោរពតាមធម្មនុញ្ញនេះនឹងត្រូវអនុវត្តទៅតាមមាត្រា20មាត្រា6អំពីការទទួលយកសមាជិកថ្មី1នីតិវិធីនៃការដាក់ពាក្យនិងការទទួលចូលជាសមាជិកអាស៊ានត្រូវបញ្ញត្តិដោយក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន2ការទទួលយកសមាជិកថ្មីត្រូវផ្អែកទៅលើលក្ខណៈវិនិច្ឆ័យដូចខាងក្រោមកទីតាំងភូមិសាស្ត្រដែលត្រូវបានទទួលស្គាល់ថាស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ខមានការទទួលស្គាល់ពីបណ្ដារដ្ឋសមាជិកអាស៊ានទាំងអស់គោឯកភាពគោរពនិងប្រតិបត្តិតាមធម្មនុញ្ញអាស៊ានខមានលទ្ធភាពនិងឆន្ទៈអនុវត្តនៅកាតព្វកិច្ចទាំងអស់នៃសមាជិកភាព3ការទទួលយកសមាជិកថ្មីត្រូវសម្រេចដោយកងសង្ស៊ីនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបន្ទាប់ពីបានទទួលអនុសាសន៍ពីក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន4រដ្ឋស្នើសុំនឹងទទួលបានសមាជិកភាពបន្ទាប់ពីការចុះហត្ថលេខាលើលិខិតទូរគរនៃការយល់ព្រមចំពោះធម្មនុញ្ញអាស៊ាននេះចំពោះទី4អង្គការចាត់តាំងមាត្រា7អំពីកិច្ចប្រជុំកំពូលអាស៊ាន1កិច្ចប្រជុំកំពូលអាស៊ានត្រូវចូលរួមដោយប្រមុខរដ្ឋាភិបាលនៃរដ្ឋសមាជិក2កិច្ចប្រជុំកំពូលអាស៊ានកជាអង្គភាពរៀបចំគោលនយោបាយកំពូលរបស់អាស៊ានខពីគោលនយោបាយដល់មេគានយោបាយនិងធ្វើការសម្រេចលើបញ្ហាជាកន្លឹះដែលទាក់ទងទៅនឹងសមិទ្ធផលនៃគោលដៅរបស់អាស៊ានបញ្ហាសំខាន់ៗដែលជាផលប្រយោជន៍របស់រដ្ឋសមាជិកនិងរាល់បញ្ហាទាំងឡាយដែលពាក់ព័ន្ធតាមរយៈក្រុមប្រឹក្សាសម្របសម្រួលអាស៊ានក្រុមប្រឹក្សាសហគមន៍អាស៊ាននិងអង្គភាពថ្នាក់រដ្ឋមន្ត្រីជំនាញតាមផ្នែករបស់អាស៊ានគោណែនាំរដ្ឋមន្ត្រីពាក់ព័ន្ធក្នុងក្រុមប្រឹក្សានីមួយៗឲ្យរៀបចំកិច្ចប្រជុំអាត60ថ្នាក់អន្តររដ្ឋមន្ត្រីនិងដោះស្រាយបញ្ហាសំខាន់ៗដែលកើតមានឡើងក្នុងក្រុមប្រឹក្សាសហគមន៍វិធាននៃនីតិវិធីដំណើរការកិច្ចប្រជុំនេះត្រូវអនុម័តដោយក្រុមប្រឹក្សាសម្របសម្រួលអាស៊ានខដោះស្រាយស្ថានភាពបន្ទាន់ដែលប៉ះពាល់ដល់អាស៊ានតាមរយៈការប្រើប្រាស់សកម្មភាពសមស្របងសម្រាប់បញ្ហាផ្សេងៗដោយអនុវត្តតាមជំពូកទី7និងទី8នៃធម្មនុញ្ញនេះចអាចបង្កើតនិងរំលាយចោលនៅអង្គភាពរដ្ឋមន្ត្រីជំនាញតាមផ្នែកនិងស្ថាប័នអាស៊ានដទៃទៀតឆតែងតាំងអគ្គលេខាធិការអាស៊ានដែលមានតំណែងនិងឋានៈស្មើរដ្ឋមន្ត្រីដែលត្រូវបម្រើការងារដោយទំនុកចិត្តនិងទទួលបានការពេញចិត្តពីប្រមុខរដ្ឋាភិបាលតាមការស្នើឡើងតាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន3កិច្ចប្រជុំកំពូលអាស៊ានត្រូវករៀបចំឡើងពីរដងក្នុងមួយឆ្នាំក្នុងរដ្ឋសមាជិកដែលទទួលបន្ទុកជាប្រធានអាស៊ានខក្នុងករណីចាំបាច់ត្រូវរៀបចំកិច្ចប្រជុំពិសេសឬកិច្ចប្រជុំអាត60ក្រមអធិបតេយ្យភាពនៃរដ្ឋសមាជិកដែលទទួលបន្ទុកជាប្រធានអាស៊ាននៅទីកន្លែងនៃកិច្ចប្រជុំនេះដែលកំណត់ដោយការឯកភាពពីរដ្ឋសមាជិកអាស៊ានទាំងអស់មាត្រា8អំពីក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន1ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានរួមមានសមាជិកភាពរដ្ឋមន្ត្រីការបរទេសអាស៊ាននឹងត្រូវជួបប្រជុំយ៉ាងតិចពីរដងក្នុងមួយឆ្នាំ2ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានករៀបចំកិច្ចប្រជុំកំពូលអាស៊ានខសម្រាប់សម្រួលការអនុវត្តកិច្ចព្រមព្រៀងនិងសេចក្តីសម្រេចរបស់កិច្ចប្រជុំកំពូលអាស៊ានគោសម្រាប់សម្រួលជាមួយក្រុមប្រឹក្សាសហគមន៍អាស៊ានដើម្បីលើកកម្ពស់ភាពរលូននៃគោលនយោបាយប្រសិទ្ធភាពនិងសហប្រតិបត្តិការក្នុងចំណោមគ្នានឹងគ្នាខសម្រាប់សម្រួលរបាយការណ៍នានារបស់ក្រុមប្រឹក្សាសហគមន៍អាស៊ានដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានងពិនិត្យពិចារណាលើរបាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការស្តីពីការងារអាស៊ានចពិនិត្យពិចារណាលើរបាយការណ៍របស់អគ្គលេខាធិការស្តីពីមុខងារនិងប្រតិបត្តិការនៃលេខាធិការដ្ឋានអាស៊ាននិងអង្គភាពពាក់ព័ន្ធផ្សេងទៀតឆឯកភាពចំពោះការតែងតាំងនិងការបញ្ចប់អាណត្តិអគ្គលេខាធិការរងបន្ទាប់ពីបានទទួលអនុសាសន៍របស់អគ្គលេខាធិការចូលអនុវត្តការងារផ្សេងទៀតដែលកំណត់ឡើងក្នុងធម្មនុញ្ញនេះឬមុខនីតិដទៃទៀតដែលអាចកំណត់ឡើងដោយកិច្ចប្រជុំកំពូលអាស៊ាន3ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានគ្រប់គ្រងដោយឧត្តមមន្ត្រីពាក់ព័ន្ធមាត្រា9អំពីក្រុមប្រឹក្សាសហគមន៍អាស៊ាន1ក្រុមប្រឹក្សាសហគមន៍អាស៊ានរួមមានក្រុមប្រឹក្សាសហគមន៍សន្តិសុខនយោបាយអាស៊ានក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាននិងក្រុមប្រឹក្សាសហគមន៍សង្គមវប្បធម៌អាស៊ាន2ក្រុមប្រឹក្សាសហគមន៍អាស៊ាននីមួយៗមានអង្គភាពរដ្ឋមន្ត្រីជំនាញតាមផ្នែកនៅក្រោមសមត្ថកិច្ចរបស់ខ្លួន3រដ្ឋសមាជិកនីមួយៗត្រូវតែងតាំងតំណាងជាតិរបស់ខ្លួនសម្រាប់ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នីមួយៗ4ដើម្បីសម្រេចគោលដៅនីមួយៗនៃសសរគ្រឹះទាំង3របស់សហគមន៍អាស៊ានក្រុមប្រឹក្សាសហគមន៍អាស៊ាននីមួយៗត្រូវកធានាអនុវត្តសេចក្តីសម្រេចទាំងឡាយរបស់កិច្ចប្រជុំកំពូលអាស៊ានខសម្រាប់សម្រួលការងារផ្នែកផ្សេងៗក្រោមសមត្ថកិច្ចរបស់ខ្លួននិងលើបញ្ហាដែលកើតមានឡើងក្នុងក្រុមប្រឹក្សាសហគមន៍ដទៃទៀតនិងកដាក់របាយការណ៍និងអនុសាសន៍ផ្សេងៗជូនកិច្ចប្រជុំកំពូលអាស៊ានលើបញ្ហាដែលស្ថិតនៅក្រោមរង្វង់សមត្ថកិច្ចរបស់ខ្លួន5ក្រុមប្រឹក្សាសហគមន៍អាស៊ាននីមួយៗត្រូវប្រជុំយ៉ាងតិច2ដងក្នុងមួយឆ្នាំកិច្ចប្រជុំនេះត្រូវដឹកនាំដោយរដ្ឋមន្ត្រីពីរដ្ឋសមាជិកដែលទទួលបន្ទុកជាប្រធានអាស៊ាន6ក្រុមប្រឹក្សាសហគមន៍អាស៊ាននីមួយៗត្រូវបានគាំទ្រដោយឧត្តមមន្ត្រីពាក់ព័ន្ធទៅនឹងសហគមន៍នីមួយៗនោះមាត្រា10អំពីអង្គភាពថ្នាក់រដ្ឋមន្ត្រីជំនាញតាមផ្នែករបស់អាស៊ាន1
អង្គភាពថ្នាក់រដ្ឋមន្ត្រីជំនាញតាមផ្នែករបស់អាស៊ានត្រូវក៏ដំណើរការមុខងារស្របតាមអាណត្តិរបស់ខ្លួនខអនុវត្តកិច្ចព្រមព្រៀងនិងសេចក្តីសម្រេចនៃកិច្ចប្រជុំកំពូលអាស៊ានដែលស្ថិតនៅក្រោមសមាជិករបស់ខ្លួនគោពង្រឹងកិច្ចសហប្រតិបត្តិការក្នុងផ្នែករបស់ខ្លួននីមួយៗដើម្បីទ្រទ្រង់សមាហរណកម្មអាស៊ាននិងការកសាងសហគមន៍ខដាក់របាយការណ៍និងអនុសាសន៍ជូនក្រុមប្រឹក្សាសហគមន៍អាស៊ាននីមួយៗ2អង្គភាពថ្នាក់រដ្ឋមន្ត្រីជំនាញតាមផ្នែកនីមួយៗរបស់អាស៊ានអាចមានរដ្ឋមន្ត្រីពាក់ព័ន្ធនៅក្រោមសមាជិករបស់ខ្លួននិងអង្គភាពក្រមអាវ៉ាតដើម្បីបំពេញមុខងារដូចមានក្នុងឧបសម្ព័ន្ធទី1ឧបសម្ព័ន្ធនេះអាចធ្វើបច្ចុប្បន្នភាពដោយអគ្គលេខាធិការអាស៊ានបន្ទាប់ពីមានអនុសាសន៍ពីគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ដោយមិនចាំបាច់មានការធ្វើវិសោធនកម្មនៃធម្មនុញ្ញនេះមាត្រា11អំពីអគ្គលេខាធិការអាស៊ាននិងលេខាធិការដ្ឋានអាស៊ាន1អគ្គលេខាធិការអាស៊ានត្រូវបានតែងតាំងដោយកិច្ចប្រជុំកំពូលអាស៊ានសម្រាប់អាណត្តិ5ឆ្នាំដែលអាណត្តិនេះមិនអាចបន្តបានទៀតទេហើយត្រូវជ្រើសរើសចេញពីក្នុងចំណោមជនជាតិនៃរដ្ឋសមាជិកអាស៊ានផ្អែកទៅលើការបដូរវេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះរដ្ឋសមាជិកដោយពិចារណាល្អិតល្អន់ទៅលើសុចរិតធម៌សមត្ថភាពបទពិសោធន៍វិជ្ជាជីវៈនិងសមភាពយេនឌ័រ2អគ្គលេខាធិការអាស៊ានត្រូវក៏អនុវត្តភារកិច្ចនិងការទទួលខុសត្រូវនៃការិយាល័យជាន់ខ្ពស់នេះដោយយោងទៅតាមបទបញ្ញត្តិនៃធម្មនុញ្ញនេះនិងលិខិតទូបករវិធីសារនិងកិច្ចប្រតិបត្តិការពាក់ព័ន្ធទាំងឡាយរបស់អាស៊ានខសម្រួលនិងត្រួតពិនិត្យមើលការរីកចម្រើននៃកិច្ចការអនុវត្តកិច្ចព្រមព្រៀងនិងសេចក្តីសម្រេចរបស់អាស៊ាននិងដាក់របាយការណ៍ប្រចាំឆ្នាំស្តីពីការងារអាស៊ានជូនកិច្ចប្រជុំកំពូលអាស៊ានគោចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសហគមន៍អាស៊ានកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានកិច្ចប្រជុំរបស់អង្គភាពថ្នាក់រដ្ឋមន្ត្រីជំនាញតាមផ្នែករបស់អាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀតរបស់អាស៊ានខបង្ហាញអំពីទស្សនៈរបស់អាស៊ាននិងចូលរួមក្នុងកិច្ចប្រជុំជាមួយភាគីខាងតំបន់ដោយអនុលោមទៅតាមគោលមាគ៌ានយោបាយដែលបានឯកភាពនិងអាណត្តិដែលបានប្រកល់ជូនអគ្គលេខាធិការស្នើសុំការអនុម័តពីក្រុមប្រឹក្សាសម្របសម្រួលអាស៊ានតែងតាំងនិងបញ្ចប់អាណត្តិរបស់អគ្គលេខាធិការរង3អគ្គលេខាធិការក៏ត្រូវទទួលតួនាទីជាប្រធានរដ្ឋបាលរបស់អាស៊ានផងដែរ4អគ្គលេខាធិការមានអគ្គលេខាធិការរង4រូបដែលមានតំណែងនិងឋានៈស្មើអនុរដ្ឋមន្ត្រីជាជំនួយការអគ្គលេខាធិការរងត្រូវទទួលខុសត្រូវចំពោះមុខអគ្គលេខាធិការក្នុងការអនុវត្តមុខងាររបស់ខ្លួន5អគ្គលេខាធិការរងទាំង4រូបត្រូវមានសញ្ជាតិខុសពីអគ្គលេខាធិការនិងមកពីរដ្ឋសមាជិក4ផ្សេងគ្នា6អគ្គលេខាធិការរងទាំង4រូបមានសមាជិកភាពកអគ្គលេខាធិការរង2រូបមានអាណត្តិកំណត់3ឆ្នាំដែលអាណត្តិនេះមិនអាចបន្តបាននិងដែលបានជ្រើសរើសចេញពីជនជាតិនៃរដ្ឋសមាជិកអាស៊ានដោយផ្អែកទៅលើការបដូរវេនគ្នាតាមលំដាប់អក្ខរក្រមនិងដោយពិចារណាល្អិតល្អន់ទៅលើសុចរិតធម៌គុណសម្បត្តិសមត្ថភាពបទពិសោធន៍និងសមភាពយេនឌ័រខអគ្គលេខាធិការរង2រូបទៀតមានអាណត្តិ3ឆ្នាំដូចគ្នាប៉ុន្តែអាណត្តិនេះអាចបន្តបាន1អាណត្តិទៀតអគ្គលេខាធិការរងទាំង2រូបនេះត្រូវជ្រើសរើសជាចំហដោយផ្អែកទៅលើលក្ខណៈសម្បត្តិដែលសមនឹងទទួលបានតួនាទីនេះ7លេខាធិការដ្ឋានអាស៊ានមានអគ្គលេខាធិការនិងបុគ្គលិកតាមចំនួនដែលអាចត្រូវការ8អគ្គលេខាធិការនិងបុគ្គលិកត្រូវក៏ប្រកាន់ឲ្យបានភាពខ្ពង់ខ្ពស់បំផុតនៅសុចរិតភាពប្រសិទ្ធភាពនិងសមត្ថភាពក្នុងការបំពេញការងាររបស់ខ្លួនខមិនស្វែងរកឬទទួលបញ្ជាពីរដ្ឋាភិបាលណាមួយឬភាគីខាងក្រៅអាស៊ាននិងគោលតបតសកម្មភាពណាមួយដែលអាចឆ្លុះបញ្ចាំងលើគោលចំហរបស់ខ្លួនជាមន្ត្រីលេខាធិការដ្ឋានអាស៊ានដែលមានការទទួលខុសត្រូវចំពោះតែអាស៊ានប៉ុណ្ណោះ9រដ្ឋសមាជិកអាស៊ាននីមួយៗត្រូវគោរពលក្ខណៈទទួលខុសត្រូវទាំងស្រុងរបស់អគ្គលេខាធិការនិងបុគ្គលិកនិងមិនត្រូវប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើពួកគេដែលធ្វើឲ្យបាត់ការទទួលខុសត្រូវមាត្រា12អំពីគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន1រដ្ឋសមាជិកអាស៊ាននីមួយៗត្រូវតែងតាំងតំណាងអចិន្ត្រៃយ៍របស់ខ្លួនមួយរូបប្រចាំអាស៊ានដែលមានឋានៈជាឯកអគ្គរដ្ឋទូតរាជទូតមានទីតាំងនៅទីក្រុងហ្សាកាតា2តំណាងអចិន្ត្រៃយ៍ទាំងនេះរួមគ្នាបង្កើតបានជាគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍មួយដែលត្រូវក៏ទ្រទ្រង់ការងារក្រុមប្រឹក្សាសហគមន៍អាស៊ាននិងអង្គភាពថ្នាក់រដ្ឋមន្ត្រីជំនាញអាស៊ានតាមផ្នែកខសម្រាប់សម្រួលជាមួយលេខាធិការដ្ឋានជាតិអាស៊ាននិងអង្គភាពថ្នាក់រដ្ឋមន្ត្រីជំនាញតាមផ្នែកដទៃទៀតរបស់អាស៊ានគោធ្វើការងារយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការអាស៊ាននិងលេខាធិការដ្ឋានអាស៊ានលើគ្រប់វិស័យពាក់ព័ន្ធទាំងឡាយដល់ការងាររបស់ខ្លួនខសម្រាប់សម្រួលសហប្រតិបត្តិការរបស់អាស៊ានជាមួយដៃគូក្រៅតំបន់ងបំពេញការងារដទៃទៀតដែលអាចកំណត់ឡើងដោយក្រុមប្រឹក្សាសម្រាប់សម្រួលអាស៊ានមាត្រា13អំពីលេខាធិការដ្ឋានជាតិអាស៊ានរដ្ឋសមាជិកអាស៊ាននីមួយៗត្រូវបង្កើតលេខាធិការដ្ឋានជាតិអាស៊ានមួយរបស់ខ្លួនដែលត្រូវក៏ដើរតួនាទីជាចំណុចទំនាក់ទំនងគ្នាថ្នាក់ជាតិ
ខជាកន្លែងនំកលព័ត៌មានទាំងអស់នៃកិច្ចការរបស់អាស៊ានថ្នាក់ជាតិគោសម្រាប់សម្រួលការអនុវត្តសេចក្តីសម្រេចរបស់អាស៊ានថ្នាក់ជាតិខសម្រាប់សម្រួលនឹងជួយរៀបចំកិច្ចប្រជុំអាស៊ានថ្នាក់ជាតិងលើកស្ទួយអត្តសញ្ញាណនិងការយល់ដឹងអំពីអាស៊ានថ្នាក់ជាតិចរួមចំណែកកសាងសហគមន៍អាស៊ានមាត្រា14អំពីអង្គភាពសិទ្ធិមនុស្សអាស៊ាន1ដោយអនុលោមតាមគោលបំណងនិងគោលការណ៍របស់ធម្មនុញ្ញអាស៊ានដែលទាក់ទងទៅនឹងការលើកស្ទួយនិងការការពារសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានអាស៊ានត្រូវបង្កើតអង្គភាពសិទ្ធិមនុស្សអាស៊ាន2អង្គភាពសិទ្ធិមនុស្សអាស៊ាននេះត្រូវធ្វើការដោយអនុលោមទៅតាមឯកសារគោលដែលនឹងកំណត់ដោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានមាត្រា15អំពីគ្រឹះស្ថានអាស៊ាន1គ្រឹះស្ថានអាស៊ានត្រូវគ្រប់គ្រងដល់អគ្គលេខាធិការអាស៊ាននិងសហការជាមួយអង្គភាពអាស៊ានពាក់ព័ន្ធដើម្បីទ្រទ្រង់ការកសាងសហគមន៍អាស៊ានតាមរយៈការជំរុញការយល់ដឹងឲ្យកាន់តែច្បាស់អំពីអត្តសញ្ញាណអាស៊ានអន្តរទំនាក់ទំនងរវាងប្រជាជននិងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយផ្នែកធុរកិច្ចសង្គមស៊ីវិលគ្រឹះស្ថានសិក្សានិងផ្នែកពាក់ព័ន្ធដទៃទៀត2គ្រឹះស្ថានអាស៊ានទទួលខុសត្រូវចំពោះមុខអគ្គលេខាធិការអាស៊ានដែលជាអ្នកផ្ដល់របាយការណ៍ជូនកិច្ចប្រជុំកំពូលអាស៊ានតាមរយៈក្រុមប្រឹក្សាសម្របសម្រួលអាស៊ានជំពូកទី5អង្គភាពពាក់ព័ន្ធអាស៊ានមាត្រា16អង្គភាពពាក់ព័ន្ធអាស៊ាន1អាស៊ានអាចបំពេញការងារជាមួយអង្គភាពនានាដែលគ្រប់គ្រងធម្មនុញ្ញអាស៊ានជាពិសេសចំពោះគោលបំណងនិងគោលការណ៍របស់ធម្មនុញ្ញអាស៊ានអង្គភាពពាក់ព័ន្ធអាស៊ានមានរីនាមក្នុងឧបសម្ព័ន្ធទី2នៃធម្មនុញ្ញនេះ2វិធាននៃនីតិវិធីនិងលក្ខណៈវិនិច្ឆ័យសម្រាប់ការចូលរួមជាមួយអង្គភាពទាំងនេះត្រូវកំណត់ដោយគណៈកម្មាធិការដំណើរអចិន្ត្រៃយ៍នៅពេលដែលបានទទួលអនុសាសន៍ពីអគ្គលេខាធិការអាស៊ាន3ឧបសម្ព័ន្ធទី2អាចត្រូវធ្វើបច្ចុប្បន្នភាពដោយអគ្គលេខាធិការអាស៊ាននៅពេលមានអនុសាសន៍ពីគណៈកម្មាធិការដំណើរអចិន្ត្រៃយ៍ដោយពុំចាំបាច់ធ្វើវិសោធនកម្មនៃធម្មនុញ្ញនេះមាត្រាចំពោះទី6បបិសិទ្ធនិងអភ័យឯកសិទ្ធិមាត្រា17បបិសិទ្ធនិងអភ័យឯកសិទ្ធិរបស់អាស៊ាន1អាស៊ានមានសិទ្ធិទទួលបានបបិសិទ្ធនិងអភ័យឯកសិទ្ធិនៅក្នុងទឹកដីនៃរដ្ឋសមាជិកតាមភាពចាំបាច់សម្រាប់ការបំពេញគោលបំណងរបស់ខ្លួន2បបិសិទ្ធនិងអភ័យឯកសិទ្ធិទាំងនេះត្រូវកំណត់នៅក្នុងកិច្ចព្រមព្រៀងដោយឡែករវាងអាស៊ាននិងរដ្ឋសមាជិកជាម្ចាស់ផ្ទះមាត្រា18អំពីបបិសិទ្ធនិងអភ័យឯកសិទ្ធិរបស់អគ្គលេខាធិការអាស៊ាននិងមន្ត្រីលេខាធិការដ្ឋានអាស៊ាន1អគ្គលេខាធិការអាស៊ាននិងបុគ្គលិកនៃលេខាធិការដ្ឋានអាស៊ានដែលចូលរួមក្នុងសកម្មភាពជាផ្លូវការរបស់អាស៊ានឬជាតំណាងអាស៊ានប្រចាំរដ្ឋសមាជិកចាំបាច់ត្រូវបានទទួលបបិសិទ្ធនិងអភ័យឯកសិទ្ធិដើម្បីបំពេញមុខនីតិរបស់ខ្លួនដោយឯករាជ្យ2បបិសិទ្ធនិងអភ័យឯកសិទ្ធិដែលមានចែងក្នុងមាត្រានេះត្រូវកំណត់នៅក្នុងកិច្ចព្រមព្រៀងដោយឡែក1របស់អាស៊ានមាត្រា19អំពីបបិសិទ្ធនិងអភ័យឯកសិទ្ធិរបស់តំណាងអចិន្ត្រៃយ៍និងមន្ត្រីដែលកំពុងបំពេញភារកិច្ចនៅអាស៊ាន1តំណាងអចិន្ត្រៃយ៍របស់រដ្ឋសមាជិកប្រចាំនៅអាស៊ាននិងមន្ត្រីរបស់រដ្ឋសមាជិកដែលចូលរួមក្នុងសកម្មភាពជាផ្លូវការរបស់អាស៊ានឬដែលជាតំណាងអាស៊ានប្រចាំរដ្ឋសមាជិកចាំបាច់ត្រូវបានទទួលបបិសិទ្ធនិងអភ័យឯកសិទ្ធិដើម្បីបំពេញការងាររបស់ខ្លួនដោយឯករាជ្យ2បបិសិទ្ធនិងអភ័យឯកសិទ្ធិរបស់តំណាងអចិន្ត្រៃយ៍និងមន្ត្រីដែលកំពុងបំពេញភារកិច្ចនៅអាស៊ានត្រូវស្ថិតនៅក្រោមអនុសញ្ញាទីក្រុងវេយ៉ែនឆ្នាំ1961ស្ដីពីទំនាក់ទំនងការទូតឬអនុលោមទៅតាមច្បាប់ជាតិរបស់រដ្ឋសមាជិកអាស៊ាននីមួយៗចំពោះទី7ការធ្វើសេចក្តីសម្រេចមាត្រា20អំពីការប្រឹក្សាយោបល់និងកងសង្ស៊ីស1ជាគោលការណ៍គ្រឹះរាល់សេចក្តីសម្រេចរបស់អាស៊ានត្រូវឈរលើមូលដ្ឋាននៃការប្រឹក្សាយោបល់និងកងសង្ស៊ីស2ក្នុងករណីដែលមិនមានកងសង្ស៊ីសកិច្ចប្រជុំកំពូលអាស៊ានអាចនឹងធ្វើការសម្រេចអំពីរបៀបនៃការធ្វើសេចក្តីសម្រេចជាក់លាក់មួយ3សេចក្តីដែលមានចែងនៅក្នុងកថាខណ្ឌទី1និងទី2នៃមាត្រានេះមិនធ្វើឲ្យប៉ះពាល់ដល់វិធីសាស្ត្រធ្វើសេចក្តីសម្រេចនានារបស់អាស៊ានដោយមានកំណត់នៅក្នុងលិខិតទូរកិច្ចកិត្តិយសពាក់ព័ន្ធរបស់អាស៊ានដទៃទៀត4ក្នុងករណីមានការរំលោភធ្ងន់ធ្ងរឬការប្រព្រឹត្តផ្ទុយទៅនឹងធម្មនុញ្ញនេះសេចក្តីសម្រេចនេះត្រូវដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានមាត្រា21ការអនុវត្តនិងនីតិវិធី1ក្រុមប្រឹក្សាសហគមន៍អាស៊ាននីមួយៗត្រូវបញ្ញត្តិនៅវិធាននៃនីតិវិធីរបស់ខ្លួន2នៅក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរូបមន្តសម្រាប់ការចូលរួមដែលមានភាពទន់ភ្លន់ដូចជាការប្រើរូបមន្តអាស៊ាន .x ASEAN-X formulas អាចអនុវត្តបានប្រសិនបើមានកងសង្ស៊ីសនៅក្នុងការអនុវត្តជំពូកទី8ការដោះស្រាយជម្លោះមាត្រា22អំពីគោលការណ៍ទូទៅ1រដ្ឋសមាជិកអាស៊ានត្រូវខិតខំប្រឹងប្រែងដោះស្រាយជម្លោះទាំងឡាយដោយសន្តិវិធីឲ្យទាន់ពេលវេលាតាមរយៈកិច្ចសន្ទនាការប្រឹក្សាយោបល់និងការចរចា2អាស៊ានត្រូវរក្សានិងបង្កើតយន្តការដោះស្រាយជម្លោះលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការរបស់ខ្លួនមាត្រា23អំពីអន្តរការីការផ្សះផ្សានិងការនាំសម្រុះសម្រួល1រដ្ឋសមាជិកដែលជាភាគីនៃជម្លោះអាចព្រមព្រៀងគ្នានៅពេលណាមួយក្នុងការស្វែងរកដំណោះស្រាយវិវាទតាមរយៈអន្តរការីការផ្សះផ្សាឬការសម្រុះសម្រួលក្នុងពេលវេលាជាក់លាក់ដែលបានព្រមព្រៀងគ្នា2ភាគីក្នុងជម្លោះអាចស្នើសុំប្រធានអាស៊ានឬអគ្គលេខាធិការអាស៊ានក្នុងទូនាទីជាមន្ត្រីផ្លូវការដើម្បីផ្ដល់នូវអន្តរការីការផ្សះផ្សាឬការនាំសម្រុះសម្រួលមាត្រា24
អំពីយន្តការដោះស្រាយចំនួនក្នុងលិខិតទូរកពិសេសមួយរាល់ចំនួនដែលតាក់ទងនឹងលិខិតទូរកពិសេសរបស់អាស៊ានត្រូវដោះស្រាយតាមរយៈអន្តរការនិងនីតិវិធីដែលមានចែងក្នុងលិខិតទូរកទាំងឡាយទាំងនោះ2ចំពោះចំនួនដែលមិនពាក់ព័ន្ធនឹងការបកស្រាយឬការអនុវត្តតាមលិខិតទូរកអាស៊ានណាមួយត្រូវដោះស្រាយដោយសន្តិវិធីដោយអនុលោមតាមសន្ធិសញ្ញាស្ដីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍និងវិធាននៃនីតិវិធីរបស់សន្ធិសញ្ញានេះ3ប្រសិនបើមិនមានបញ្ញត្តិផ្សេងពីនេះទេចំនួនដែលពាក់ព័ន្ធនឹងការបកស្រាយឬការអនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ានត្រូវដោះស្រាយទៅតាមវិធីសាអាស៊ានស្ដីពីយន្តការពង្រឹងការដោះស្រាយចំនួនមាត្រា25អំពីការបង្កើតយន្តការដោះស្រាយចំនួនប្រសិនបើពុំមានការបញ្ញត្តិផ្ទុយពីនេះយន្តការដោះស្រាយចំនួនសមស្របដែលរួមទាំងមេចតវិនិច្ឆ័យនឹងត្រូវបង្កើតឡើងសម្រាប់ចំនួនដែលពាក់ព័ន្ធដល់ការបកស្រាយឬការអនុវត្តស្ថិរនេះនិងលិខិតទូរកអាស៊ានដទៃទៀតមាត្រា26អំពីចំនួនដែលមិនអាចដោះស្រាយបានក្នុងករណីដែលចំនួននៅតែពុំអាចដោះស្រាយបានបន្ទាប់ពីបានអនុវត្តតាមបទបញ្ញត្តិដែលមានចែងក្នុងបទបញ្ញត្តិខាងលើនៃជំពូកនេះចំនួននោះត្រូវដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានដើម្បីធ្វើសេចក្តីសម្រេចចិត្តមាត្រា27អំពីការប្រតិបត្តិ1អគ្គលេខាធិការអាស៊ានដែលជួយជ្រោមជ្រែងពីលេខាធិការដ្ឋានអាស៊ានឬអង្គភាពអាស៊ានដែលមានការតែងតាំងណាមួយត្រូវត្រួតពិនិត្យការប្រតិបត្តិតាមភស្តុតាងជាក់ស្ដែងអនុសាសន៍ឬសេចក្តីសម្រេចដែលចេញពីយន្តការដោះស្រាយចំនួនអាស៊ានហើយត្រូវផ្ដល់របាយការណ៍នេះជូនកិច្ចប្រជុំកំពូលអាស៊ានជ្រាប2រដ្ឋសមាជិកនីមួយៗដែលរងផលប៉ះពាល់ដោយសារការមិនគោរពទៅតាមភស្តុតាងជាក់ស្ដែងឬអនុសាសន៍ឬសេចក្តីសម្រេចចេញពីយន្តការដោះស្រាយចំនួនអាស៊ានអាចដាក់បញ្ហានេះជូនទៅកិច្ចប្រជុំកំពូលអាស៊ានដើម្បីធ្វើសេចក្តីសម្រេចមាត្រា28អំពីបទបញ្ញត្តិធម្មនុញ្ញអង្គការសហប្រជាជាតិនិងនីតិវិធីអន្តរជាតិពាក់ព័ន្ធដទៃទៀតប្រសិនបើពុំមានចែងក្នុងធម្មនុញ្ញនេះទេរដ្ឋសមាជិកមានសិទ្ធិប្រើប្រាស់នីតិវិធីដោះស្រាយចំនួនដោយសន្តិវិធីដែលមានចែងក្នុងមាត្រា33កថាខណ្ឌទី1នៃធម្មនុញ្ញអង្គការសហប្រជាជាតិឬលិខិតទូរកគតិយុត្តអន្តរជាតិដទៃទៀតដែលរដ្ឋសមាជិកគឺជាភាគីចំពោះទី9ថវិកានិងហិរញ្ញវត្ថុមាត្រា29អំពីគោលការណ៍ទូទៅ1អាស៊ានត្រូវបង្កើតវិធានការហិរញ្ញវត្ថុនិងនីតិវិធីដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិ2អាស៊ានត្រូវពិនិត្យមើលគោលនយោបាយគ្រប់គ្រងហិរញ្ញវត្ថុការអនុវត្តនិងបទបញ្ជាថវិកា3គណនីហិរញ្ញវត្ថុត្រូវស្ថិតនៅក្រោមសវនកម្មផ្ទៃក្នុងនិងមកពីខាងក្រៅមាត្រា30ថវិកានិងហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការលេខាធិការដ្ឋានអាស៊ាន1លេខាធិការដ្ឋានអាស៊ាននឹងត្រូវបានផ្ដល់ឲ្យនៅធនធានហិរញ្ញវត្ថុចាំបាច់ដើម្បីបំពេញការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាព2ថវិកាសម្រាប់ប្រតិបត្តិការរបស់លេខាធិការដ្ឋានអាស៊ានត្រូវផ្គត់ផ្គង់ដោយរដ្ឋសមាជិកអាស៊ានតាមរយៈវិភាគទានប្រចាំឆ្នាំស្មើៗគ្នានិងត្រូវបង់ឲ្យទាន់ពេលវេលា3អគ្គលេខាធិការត្រូវរៀបចំសំណើថវិកាសម្រាប់ប្រតិបត្តិការប្រចាំឆ្នាំរបស់លេខាធិការដ្ឋានអាស៊ានដើម្បីសុំការអនុម័តពីក្រុមប្រឹក្សាសម្រាប់សំណួរអាស៊ានក្រោយពីទទួលបានអនុសាសន៍របស់គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍4លេខាធិការដ្ឋានអាស៊ានត្រូវប្រតិបត្តិតាមវិធាននិងនីតិវិធីហិរញ្ញវត្ថុដែលកំណត់ដោយក្រុមប្រឹក្សាសម្រាប់សំណួរអាស៊ានតាមអនុសាសន៍របស់គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍មាត្រាចំពោះទី10រដ្ឋបាលនិងនីតិវិធីមាត្រា31អំពីប្រធានរបស់អាស៊ាន1ប្រធានរបស់អាស៊ានត្រូវបដូរវេនជារៀងរាល់ឆ្នាំតាមលំដាប់អក្ខរក្រមនៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក2សម្រាប់រយៈពេលពេញមួយឆ្នាំអាស៊ានត្រូវមានផ្នែកតែប្រធានតែមួយរដ្ឋសមាជិកដែលទទួលឋានៈជាប្រធានអាស៊ានក្នុងឆ្នាំនោះត្រូវធ្វើជាប្រធាននៃកកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធខក្រុមប្រឹក្សាសម្របសម្រួលអាស៊ានកក្រុមប្រឹក្សាសហគមន៍អាស៊ានទាំង3ខអង្គភាពថ្នាក់រដ្ឋមន្ត្រីជំនាញតាមផ្នែកពាក់ព័ន្ធរបស់អាស៊ាននិងឧត្តមមន្ត្រីតាមការសមស្របនិងគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍របស់អាស៊ានមាត្រា32អំពីទូនាទីរបស់ប្រធានអាស៊ានរដ្ឋសមាជិកដែលទទួលធ្វើជាប្រធានរបស់អាស៊ានត្រូវលើកស្ទួយយ៉ាងសកម្មនិងធ្វើឲ្យប្រសើរឡើងនូវផលប្រយោជន៍និងសុខុមាលភាពរបស់អាស៊ានរួមទាំងការខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានតាមរយៈការផ្ដួចផ្ដើមគោលនយោបាយការសម្របសម្រួលកុងសុងស៊ីសនិងសហប្រតិបត្តិការធានាភាពជាស្នូល centrality របស់អាស៊ានធានាការឆ្លើយតបប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលចំពោះបញ្ហាបន្ទាន់ឬសហភាពការដែលមានវិបត្តិប៉ះពាល់ដល់អាស៊ានរួមទាំងការផ្ដល់ការជួយសម្របសម្រួលនិងការរៀបចំផ្សេងៗទៀតដើម្បីដោះស្រាយជាបន្ទាន់នៅបញ្ហាទាំងនេះតំណាងឲ្យអាស៊ានក្នុងការពង្រឹងនិងជំរុញទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូក្នុងតំបន់អនុវត្តនៅកិច្ចការនិងភារកិច្ចដទៃទៀតតាមអាណត្តិដែលទទួលបានមាត្រា33អំពីពិធីការទូតនិងការអនុវត្តអាស៊ាននិងរដ្ឋសមាជិកត្រូវប្រកាន់ខ្ជាប់នៅពិធីការទូតដែលមានស្រាប់និងការប្រតិបត្តិក្នុងការរៀបចំសកម្មភាពដែលពាក់ព័ន្ធនឹងអាស៊ានរាល់ការផ្លាស់ប្ដូរទាំងឡាយត្រូវមានការយល់ព្រមពីក្រុមប្រឹក្សាសម្របសម្រួលអាស៊ានតាមអនុសាសន៍របស់គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍មាត្រា34អំពីភាសាប្រើប្រាស់ជាផ្លូវការក្នុងអាស៊ានភាសាប្រើប្រាស់ជាផ្លូវការក្នុងអាស៊ានគឺភាសាអង់គ្លេសចំពោះទី11អត្តសញ្ញាណនិងនិមិត្តសញ្ញា
មាត្រា35អំពីអត្តសញ្ញាណអាស៊ានអាស៊ានត្រូវលើកកម្ពស់អត្តសញ្ញាណរបស់រួមរបស់ខ្លួននិងក្នុងន័យជារបស់ប្រជាជនដើម្បីធ្វើឲ្យសម្រេចបាននៅតម្លៃគោលដៅនិងជោគវាសនារួមរបស់អាស៊ានមាត្រា36អំពីបវចនារបស់អាស៊ានបវចនាអាស៊ានគឺចក្ខុវិស័យមួយអត្តសញ្ញាណមួយសហគមន៍មួយអំពីទងអាស៊ានទងរបស់អាស៊ានត្រូវមានទ្រង់ទ្រាយដោយបានបង្ហាញក្នុងបទសម្ព័ន្ធទី3មាត្រា38អំពីនិមិត្តសញ្ញារបស់អាស៊ាននិមិត្តសញ្ញាអាស៊ានត្រូវមានទ្រង់ទ្រាយដោយបានបង្ហាញក្នុងឧបសម្ព័ន្ធទី4មាត្រា39អំពីទិវាអាស៊ានថ្ងៃទី8ខែសីហាត្រូវកំណត់ជាទិវាអាស៊ានមាត្រា40អំពីភ្លេងអាស៊ានអាស៊ានត្រូវមានភ្លេងរបស់ខ្លួនចំពោះទី12ទំនាក់ទំនងក្រៅតំបន់មាត្រា41អំពីការអនុវត្តទំនាក់ទំនងក្រៅតំបន់1អាស៊ានត្រូវអភិវឌ្ឍទំនាក់ទំនងជាមិត្តភាពនិងកិច្ចសន្ទនាដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកក្នុងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូជាមួយបណ្ដាប្រទេសនិងអនុតំបន់និងអង្គការមានអន្តរជាតិនិងស្ថាប័នដទៃទៀត2ទំនាក់ទំនងក្រៅតំបន់របស់អាស៊ានត្រូវប្រកាន់ខ្ជាប់នូវគោលបំណងនិងគោលការណ៍ទាំងឡាយដែលមានចែងក្នុងធម្មនុញ្ញនេះ3អាស៊ានត្រូវតែជាកម្លាំងនាំមុខជាចម្បងមួយនៅក្នុងការរៀបចំតំបន់ដែលផ្ដួចផ្ដើមនិងរក្សាភាពជាស្នូលរបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការតំបន់និងកសាងសហគមន៍4ក្នុងការអនុវត្តទំនាក់ទំនងក្រៅតំបន់អាស៊ានរដ្ឋសមាជិកត្រូវសម្របសម្រួលនិងខិតខំប្រឹងប្រែងអភិវឌ្ឍជំហររួមនិងធ្វើសកម្មភាពរួមគ្នាលើមូលដ្ឋាននៃភាពឯកភាពនិងសាមគ្គីភាព5ទិសដៅគោលនយោបាយយុទ្ធសាស្ត្រនៃទំនាក់ទំនងក្រៅតំបន់របស់អាស៊ានត្រូវដាក់ចេញនិងដោយកិច្ចប្រជុំកំពូលអាស៊ានតាមថ្ងៃអនុសាសន៍របស់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន6កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានត្រូវធានាឲ្យមានភាពស្របគ្នានិងភាពរលូនក្នុងការអនុវត្តទំនាក់ទំនងក្រៅតំបន់របស់អាស៊ាន7អាចសម្រេចកិច្ចព្រមព្រៀងជាមួយបណ្ដាប្រទេសឬអនុតំបន់និងអង្គការអន្តរជាតិនិងស្ថាប័នទាំងឡាយបាននីតិវិធីនៃការសម្រេចកិច្ចព្រមព្រៀងនេះត្រូវបញ្ញត្តិដោយក្រុមប្រឹក្សាសម្របសម្រួលអាស៊ានដោយមានការពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាអាស៊ានចំពោះមាត្រា42អំពីអ្នកសម្របសម្រួលប្រទេសដៃគូសន្ទនាអាស៊ាន1រដ្ឋសមាជិកដែលដើរតួនាទីជាប្រទេសសម្របសម្រួលត្រូវបដូរមានគ្នាទទួលខុសត្រូវទាំងស្រុងក្នុងការសម្របសម្រួលនិងជំរុញផលប្រយោជន៍អាស៊ានក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយដៃគូសន្ទនាពាក់ព័ន្ធជាមួយអង្គភាពតំបន់ជាមួយអង្គការតំបន់និងអន្តរជាតិនិងស្ថាប័នដទៃទៀតក្នុងទំនាក់ទំនងជាមួយដៃគូក្រៅតំបន់ប្រទេសសម្របសម្រួលត្រូវកតំណាងអាស៊ាននឹងលើកកម្ពស់ទំនាក់ទំនងដោយចូលលើមូលដ្ឋានគោរពគ្នាទៅវិញទៅមកនិងសមភាពស្របទៅតាមគោលការណ៍របស់អាស៊ានខធ្វើជាសហប្រធានកិច្ចប្រជុំពាក់ព័ន្ធរវាងអាស៊ាននិងដៃគូក្រៅតំបន់គោគាំទ្រដោយគណៈកម្មាធិការអាស៊ានពាក់ព័ន្ធនានានៅក្នុងប្រទេសទី3និងនៅអង្គការអន្តរជាតិនានាមាត្រា43អំពីគណៈកម្មាធិការអាស៊ានក្នុងប្រទេសទី3និងអង្គការអន្តរជាតិ1គណៈកម្មាធិការអាស៊ានក្នុងប្រទេសទី3អាចត្រូវបង្កើតឡើងនៅក្នុងប្រទេសពុំមែនជាសមាជិកអាស៊ានដែលក្នុងនោះមានប្រធានបេសកកម្មការទូតនៃរដ្ឋសមាជិកអាស៊ានគណៈកម្មាធិការស្រដៀងគ្នានេះក៏អាចនឹងត្រូវបង្កើតឡើងដោយតាក់ទងទៅនឹងអង្គការសហប្រជាជាតិគណៈកម្មាធិការនេះត្រូវលើកស្ទួយផលប្រយោជន៍និងអត្តសញ្ញាណអាស៊ាននៅក្នុងប្រទេសម្ចាស់ផ្ទះនិងអង្គការអន្តរជាតិកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានត្រូវកំណត់អំពីវិធាននៃនីតិវិធីរបស់គណៈកម្មាធិការនេះមាត្រា44អំពីលក្ខណៈរបស់ភាគីក្រៅតំបន់1ក្នុងការអនុវត្តទំនាក់ទំនងក្រៅតំបន់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានអាចផ្ដល់ដល់ភាគីក្រៅតំបន់នៅឋានៈផ្លូវការជាដៃគូសន្ទនាជាមួយដៃគូសន្ទនានានាតាមជាផ្នែកដៃគូអភិវឌ្ឍជាអ្នកអង្កេតការពិសេសជាភ្ញៀវឬអាចផ្ដល់នៅឋានៈផ្សេងទៀតដែលអាចបង្កើតឡើងពីនេះតទៅ2ដោយអនុលោមទៅតាមវិធាននៃនីតិវិធីភាគីក្រៅតំបន់អាចនឹងត្រូវអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំអាស៊ាននានាក៏ក្នុងសកម្មភាពសហប្រតិបត្តិការផ្សេងៗដែលមិនចាំបាច់ក្នុងការផ្ដល់នៅឋានៈផ្លូវការណាមួយឡើយមាត្រា45អំពីទំនាក់ទំនងជាមួយប្រព័ន្ធនៃអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនិងស្ថាប័នដទៃទៀត1អាស៊ានអាចស្វែងរកឋានៈសមស្របណាមួយជាមួយនឹងពាក់ព័ន្ធអង្គការសហប្រជាជាតិក៏ដូចជាមួយនឹងអង្គការអន្តរជាតិអង្គការតំបន់អនុតំបន់និងស្ថាប័នដទៃទៀត2ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានត្រូវសម្រេចអំពីការរួមអំពីការចូលរួមរបស់អាស៊ានក្នុងអង្គការអន្តរជាតិក្នុងអង្គនៅក្នុងអង្គការតំបន់នៅក្នុងអង្គការអនុតំបន់និងស្ថាប័នដទៃទៀតមាត្រា46អំពីការទទួលស្គាល់រដ្ឋដែលពុំមែនជាសមាជិកអាស៊ានឲ្យប្រចាំនៅអាស៊ានរដ្ឋដែលពុំមែនជាសមាជិកអាស៊ានអាចបងនឹងអង្គការអន្តររដ្ឋាភិបាលពាក់ព័ន្ធអាចតែងតាំងឯករដ្ឋទូតឬទូតឲ្យប្រចាំនៅតំបន់អាស៊ានការទទួលស្គាល់នៃការតែងតាំងនេះត្រូវសម្រេចដោយកិច្ចប្រជុំនៃរដ្ឋមន្ត្រីការបរទេសអាស៊ានចំពោះទី13បទបញ្ញត្តិទូទៅនិងអវសានបញ្ញត្តិមាត្រា47អំពីការចុះហត្ថលេខាការផ្ដល់សច្ចាប័នការតម្កល់ឯកសារការចូលរួមជាធរមាន1
ធម្មនេះត្រូវចុះហត្ថលេខាដោយរដ្ឋសមាជិកអាស៊ានទាំងអស់ពីធម្មនេះត្រូវផ្ដល់សច្ចប័នដោយរដ្ឋសមាជិកទាំងអស់ដោយអនុលោមតាមនីតិវិធីផ្ទៃក្នុងរបស់នៅក្នុងកម្មវិធីផ្ទៃក្នុងរបស់រដ្ឋសមាជិកមួយៗបីរដ្ឋលេខាធិការផ្ដល់សច្ចប័ននៅតម្កល់ត្រូវតម្កល់ទុកនៅអគ្គលេខាធិការអាស៊ានហើយត្រូវជំនុំនេះជាបន្ទាន់ទៅរដ្ឋសមាជិកអាស៊ានទាំងអស់ស្ដីពីការលើកស្ដីពីការតម្កល់ទុកនេះ4ធម្មនេះត្រូវចូលជាធរមាននៅក្នុងកំឡុងពេល30ថ្ងៃបន្ទាប់ពីថ្ងៃតម្កល់ទុកលេខាធិការសច្ចបានផ្ដល់សច្ចប័នទី10ជាមួយអគ្គលេខាធិការអាស៊ានមាត្រា48អំពីការធ្វើវិសោធនកម្ម1រដ្ឋសមាជិកអាស៊ានមួយមានសិទ្ធិស្នើសុំធ្វើវិសោធនកម្មធម្មនេះបាន2ការស្នើសុំធ្វើវិសោធនកម្មធម្មនេះត្រូវដាក់ជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ានសម្រាប់ដាក់ដោយកងសង្ស៊ីសដើម្បីដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានធ្វើសេចក្តីសម្រេច3ការធ្វើវិសោធនកម្មធម្មនេះដែលបានឯកភាពដោយកងសង្ស៊ីសដោយកិច្ចប្រជុំកំពូលអាស៊ានចាំបាច់ត្រូវផ្ដល់សច្ចប័នពីរដ្ឋសមាជិកទាំងអស់ដោយអនុលោមតាមមាត្រា47 4វិសោធនកម្មត្រូវចូលជាធរមាននៅរយៈពេល30ថ្ងៃបន្ទាប់ពីថ្ងៃតម្កល់ទុកលេខាធិការសច្ចប័នចុងក្រោយជាមួយអង្គអគ្គលេខាធិការអាស៊ានមាត្រា49អំពីឯកសារគោលនិងវិធាននៃនីតិវិធីប្រសិនបើពុំមានចែងច្បាស់លាស់នៅក្នុងធម្មនុញ្ញទេក្រុមប្រឹក្សាសម្រាប់សម្រួលត្រូវកំណត់និងធានាឲ្យឯកសារគោលនិងវិធាននៃនីតិវិធីមានភាពស្របគ្នាមាត្រា50ការពិនិត្យឡើងវិញធម្មនុញ្ញនេះអាចនឹងត្រូវពិនិត្យឡើងវិញក្នុងរយៈពេល5ឆ្នាំបន្ទាប់ពីការចូលជាធរមានឬក៏អាចពិនិត្យឡើងវិញក្នុងរយៈពេលណាមួយទៀតតាមការកំណត់របស់កិច្ចប្រជុំកំពូលអាស៊ានមាត្រា51ការបកស្រាយធម្មនុញ្ញអាស៊ាន1បន្ទាប់ពីទទួលបានសំណើរបស់រដ្ឋសមាជិកណាមួយការបកស្រាយធម្មនុញ្ញត្រូវធ្វើឡើងដោយលេខាធិការដ្ឋានអាស៊ានដោយអនុលោមតាមវិធាននៃនីតិវិធីដែលកំណត់ដោយក្រុមប្រឹក្សាសម្រាប់សម្រួលអាស៊ាន2រាល់ទំនាក់ទំនងដែលកើតឡើងពីការបកស្រាយធម្មនុញ្ញនេះត្រូវដោះស្រាយដោយតាមរយៈបទបញ្ញត្តិដែលពាក់ព័ន្ធទៅនឹងជំពូកទី8នៃធម្មនុញ្ញនេះ3ចំណងជើងដែលប្រើប្រាស់ក្នុងធម្មនុញ្ញនេះមានគោលបំណងតែមួយគត់គឺសម្រាប់ជាឯកសារយោគមាត្រា52អំពីភាពបន្តនៃច្បាប់1រាល់សន្ធិសញ្ញាអនុសញ្ញាកិច្ចព្រមព្រៀងនិងកិច្ចស្រោះស្រួលគ្នាសេចក្តីថ្លែងការណ៍ពិធីសារនៅលេខាធិការផ្សេងៗរបស់អាស៊ានដែលមានតាំងពីមុនការចូលជាធរមាននៃធម្មនុញ្ញនេះនៅតែបន្តមានសុពលភាព2ត្រូវយកធម្មនុញ្ញអាស៊ានជាគោលក្នុងករណីមានភាពមិនស្របគ្នារវាងសិទ្ធិនិងកាតព្វកិច្ចនៃរដ្ឋសមាជិកអាស៊ានដែលមានចែងក្នុងលេខាធិការខាងលើជាមួយនឹងធម្មនុញ្ញនេះមាត្រា53អត្ថបទដើមជាភាសាអង់គ្លេសនៃធម្មនុញ្ញនេះដែលត្រូវបានចុះហត្ថលេខារួចហើយត្រូវតម្កល់ទុកដោយអគ្គលេខាធិការអាស៊ានហើយអគ្គលេខាធិការអាស៊ានត្រូវផ្ដល់អត្ថបទថតចម្លងមួយច្បាប់ដែលមានការបញ្ជាក់ត្រឹមត្រូវទៅរដ្ឋនីមួយៗដែលជាសមាជិកអាស៊ានមាត្រា54អំពីការចុះបញ្ជីនៃធម្មនុញ្ញអាស៊ានត្រូវចុះបញ្ជីដោយអគ្គលេខាធិការអាស៊ានជាមួយលេខាធិការដ្ឋានអង្គការសហប្រជាជាតិដោយអនុវត្តតាមមាត្រា102កថាកម្មទី1នៃធម្មនុញ្ញអង្គការសហប្រជាជាតិមាត្រា55អំពីទ្រព្យរបស់អាស៊ានទ្រព្យសម្បត្តិនិងមូលនិធិរបស់អង្គការនេះត្រូវតម្កល់ទុកក្នុងនាមអាស៊ានធ្វើនៅប្រទេសសិង្ហបុរីថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2007ធ្វើឡើងជាភាសាអង់គ្លេសតែមួយគត់ឧបសម្ព័ន្ធទី1អង្គភាពឋានៈរដ្ឋមន្ត្រីជំនាញរបស់អាស៊ាន1សហគមន៍សន្តិសុខនយោបាយអាស៊ានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានគណៈកម្មការចន្ទ្រៃអាស៊ាន